Good morning ទាំងអស់គ្នាអញ្ចឹងថ្ងៃនេះយើងនឹងមកតមេរៀនរបស់យើងទៀតប៉ុន្តែមុននឹងចាប់ដើមមេរៀនរបស់យើងចង់ជូនដំណឹងទៅកាន់គ្នាយើងដែរសម្រាប់គ្នាយើងដែលកំពុងតែរកថ្នាក់រៀនភាសាអង់គ្លេសជាលក្ខណៈ online ឥឡូវយើងកំពុងតែបរៀនថ្នាក់ online យើងរកចុងសប្តាហ៍ចាប់ពីម៉ោង8យប់ដល់ម៉ោង9កន្លះអញ្ចឹងទាំងអស់គ្នាអាចចុះឈ្មោះរៀនបានតាមរយៈlink ដែលមាននៅខាងក្រោមហើយថ្នាក់រៀនមួយនេះយើងផ្ដល់ជូនទាំងអស់គ្នាគឺមិនគិតថ្លៃនោះទេអញ្ចឹងពាក់ព័ន្ធមួយព័ត៌មានបន្ថែមអាចស្វែងរកមើល link នៅលើ Telegram បន្តមកអាចសួរព័ត៌មានដើម្បីរកការចូលឈ្មោះអូខេអញ្ចឹងយើងអត់ចង់ចំណាយពេលច្រើនទេយើងនឹងតមេរៀនរបស់យើងតែម្ដងមួយទៀតបើទាំងអស់គ្នាចង់បានមេរៀននៅលើ YouTube ខ្ញុំក៏មាន YouTube ដែរទាំងអស់គ្នាអាចមើល link នៅក្នុង caption ខាងក្រោមតមកអាច subscribe ដើម្បីទទួលបានព័ត៌មានក៏ដូចជាមេរៀនថ្មីៗពីព្រោះនៅទីនោះខ្ញុំបែងចែកជា2ទី1ខ្ញុំនឹងបរៀនជា grammar ភាសាខ្មែរទី2ជា English collocation ដែលប្រយោគជាភាសាអង់គ្លេសទាំងអស់អញ្ចឹងអ្នកអាចមានចំណុចក្នុងការរៀនបានអូខេឥឡូវចាប់ផ្ដើមមេរៀនរបស់យើងទី3 describing changing or developing situation ប្រាប់អំពីសកម្មភាពដែលកំពុងផ្លាស់ប្ដូរឬក៏កំពុងតែវិវត្តអូខេ example the climate is changing rapidly អញ្ចឹងប្រយោគរបស់គេនៅក្នុងមុខវិជ្ជា this describes an ongoing global process yes អញ្ចឹងអានេះគេប្រយោគយកអំពីអាកាសធាតុកំពុងតែមានការបំប្រែប្រួលយ៉ាងរហ័សគេចង់និយាយអំពីការបំប្រែប្រួលរបស់ផែនដីដំណើរការបំប្រែប្រួលរបស់ផែនដីនឹងឯង Your English is getting much better អញ្ចឹងឧទាហរណ៍នេះគេប្រាប់យើងថាភាសាអង់គ្លេសអត់ទេរៀនជាមួយនឹងវីដេអូរបស់ teacher ទាំងអស់គ្នាធ្វើការវិវត្តជារៀងរាល់ថ្ងៃរៀងរាល់ពេលអញ្ចឹងហើយយើងអាចប្រើនៅក្នុងលក្ខណៈនេះក៏បានដែរដើម្បីបញ្ជាក់អំពីសកម្មភាពនៃការរីកចម្រើនរបស់យើងពាក់ព័ន្ធជាមួយនឹង form របស់វាជាកន្លែងសំខាន់ដែលต้องត្រូវតែចេះយើងត្រូវតែច្បាស់តែម្ដងពាក់ព័ន្ធជាមួយនឹង form បើមិនអញ្ចឹងទេយើងទៅសេប្រយោគឬក៏ធ្វើលំហាត់យើងប្រហែលជាពិបាកបើយើងចាំ form វាទាំងអស់យើងងាយស្រួលក្នុងការធ្វើលំហាត់អូខេឥឡូវយើងមកមើលអញ្ចឹងយើងដឹងថា subject yes យើងមាននៃគេ are you with a she ហ្នឹងឬក៏ John Cat អញ្ចឹងហ្នឹងសិតតែជា subject complete to be យើងមានតែ3ទេនៅក្នុង present continuous am is are ហើយអ្នកនរអាចមើលវីដេអូខាងមុនដែល teacher ប្រាប់ថាam is are ហ្នឹងប្រើជាមួយនឹង subject គេខ្លះអូខេអញ្ចឹងគេប្រាប់យើងI am 6 I he she it គឺ is ហើយ you we they យើងប្រើជាមួយនឹង are ហើយវាជា plural nouns verb ing verb ing វាជាការដែលយើងថែម ing នៅក្រៅពីក្រោយកិរិយាសព្ទប៉ុន្តែ rule ដែលយើងថែមគឺវាមានការផ្លាស់ប្ដូរតិចតួចណាអញ្ចឹងឧទាហរណ៍ទី1យើងឃើញគេមាន walk អូខេ walking អញ្ចឹងនឹងអត់មានអីទេ eat eating study studying ដោយឡែកយើងឃើញ write writing ញ៉ាំពាក្យ3ខាងមុខយើងគ្រាន់តែថែម ing នៅពីខាងក្រោយប៉ុន្តែយើងឃើញបើសិនជាមានកិរិយាសព្ទដែលបញ្ចប់ដោយ e ណាអញ្ចឹងយើងត្រូវលុប e សិនមុននឹងយើងថែម ing ចូលអូខេអញ្ចឹងនេះគឺជា rule មួយចំនួនដែលយើងត្រូវតែចេះអូខេអានេះក៏ជា rule ដែលយើងត្រូវចេះដែរពាក់ព័ន្ធនឹង spelling អូខេmost verb add ing អញ្ចឹងដូចជាខាងលើមិញដែលខ្ញុំបញ្យល់ភាគច្រើនយើងគ្រាន់តែថែម ing ទៅគឺបានដែរប៉ុន្តែដោយឡែកឃើញទេទី2 verb ដែលបញ្ចប់ដោយ e យើងត្រូវ drop the e and add ing example make making ញ៉ា make យើងមាន e ប៉ុន្តែ making យើងអត់មាន e ទេ write writing អញ្ចឹងយើងត្រូវតែពិចារណាមិនហ្នឹងនេះ rule របស់វា rule ទី2ដែលបញ្ចប់ជាមួយនឹង ie so we can change ie to y and add ing example lie lying ញ៉េគេលុប ie ជាងគេថែម y មកវិញហើយថែម ing die dying you can see this very clearly so another example is
one syllable words ending in a consonant vowels consonant គេអាសត្វដែលមានមួយព្យាង្គហើយបញ្ចប់ដោយស្រៈបញ្ចប់ដោយព្យញ្ជនៈស្រៈហើយនឹងព្យញ្ជនៈយើងឃើញអក្សរកាត់ CVC អញ្ចឹងយើងធ្វើ double consonants តមកចាំ add ing ឧទាហរណ៍ run យើងឃើញអត់ run លេខ R តមក U ជា vowel តមក N ជា consonant អញ្ចឹងយើងធ្វើ double consonant មួយសិនឧទាហរណ៍ run យើងបញ្ចប់ដោយអក្សរ N អញ្ចឹងយើងថែម N មួយទៀតតមកមកយើងថែម ing sit sitting stop stopping អូខេអញ្ចឹងយើងមានលក្ខខណ្ឌមួយចំនួនបន្ថែមទៀត exception លើកលែងតែ if the last consonant is W H or Y not double it អញ្ចឹងលើកលែងតែខាងក្រោយវាបញ្ចប់ដោយ W H or Y អញ្ចឹងយើងអត់ត្រូវការថែមអក្សរទៀតទេយើងគឺ add ing តាមដូចជាគេ fix the fixing play the playing ឃើញទេ two syllables words ending in CVC with stress on the second syllable អញ្ចឹងយើងក៏មានលក្ខខណ្ឌមួយទៀតដែរ the last consonant add ing គេយើងមានពាក្យពីរព្យាង្គដែលវាមាន stress នៅព្យាង្គទី2អញ្ចឹងយើង double consonant ដែរដូចជា begin begin ឃើញទេ begin 2ព្យាង្គពីរព្យាង្គហើយទៅពេលយើងចង់ថែម ing beginning អញ្ចឹងយើង double consonant តមកថែម ing prefer preferring right អូខេអញ្ចឹងអានេះជាឧទាហរណ៍មួយចំនួនដែលទាំងអស់គ្នាអាចយកមកបានហើយអនុវត្តណា affirmative ឬក៏ទូទៅយើងអាចហៅថា positive sentence negative sentence interrogative ឬក៏ question sentence អញ្ចឹងយើងមើល I am reading book I'm not sleeping are you learning English you see យើងឃើញប្រយោគទាំងអស់ត្រូវតែមាន subject មាន to be បន្តមកបាន verb ing បើសិនយើងធ្វើជាប្រយោគបដិសេធយើងមាន subject យើងមាន to be បន្តមកយើងដាក់ not នៅពីក្រោយ to be បន្តមក verb ing ហើយបើយើងធ្វើជា yes no question អញ្ចឹងយើងគ្រាន់តែលើក to be នៅមុខមក am is ឬក៏ are ហ្នឹងបន្តមកយើងដាក់ប្រធានទៅតាមអ្វីដែលជា rule របស់យើងបានរៀននៅខាងលើមិញអញ្ចឹងឧទាហរណ៍ are you learning English are ជា to be you ជា subject ដែលត្រូវប្រើជាមួយនឹង are ទៅមក learning English អញ្ចឹងអានេះគឺជាវិធីងាយៗហើយយើងនឹងត្រូវចាំអាហ្នឹងដើម្បីជួយយើងក្នុងការរៀនភាសាអង់គ្លេសបានកាន់តែលឿនជាងមុនខាងក្រៅគឺជាលំហាត់តិចតួចទាំងអ្នកអាច practice ហើយអាច comment ខាងក្រោមអំពីចម្លើយរបស់យើងបានទៅសេឬក៏មានសំណួរចង់សួរអាចសួរនៅក្នុង comment បានជួបគ្នាក្នុងវីដេអូក្រោយសូមព្រះប្រទានពរ